ជំរាបសួរពុកម៉ែបងប្អូនជាទីគោរពរាប់អានថ្ងៃនេះខ្ញុំបាទតន្តបណ្ឌិតច័ន្ទសុខុមសូមលើកយកនៅអត្ថបទមួយដែលដកស្រង់ចេញពីសៀវភៅការថែរក្សាសុខភាពមាត់ធ្មេញដែលមានចំណងជើងថាការប្រើប្រាស់ទឹកខ្ពុលមាត់ឲ្យមានប្រសិទ្ធភាពនិងសុវត្ថិភាពទឹកខ្ពុលមាត់ឬហៅម្យ៉ាងទៀតថាទឹកលាងសម្អាតមាត់គឺជាសារធាតុរាវដែលប្រើសម្រាប់កម្ចាត់បាក់តេរីកាត់បន្ថយស្នាមធ្មេញការពារជំងឺរលាកអញ្ចាញធ្មេញរោគពុកធ្មេញកាត់បន្ថយស្រាវសង្គានិងបំបត្តិក្លិនមាត់មិនល្អការប្រើប្រាស់ទឹកខ្ពុលមាត់ឲ្យបានត្រឹមត្រូវតាមវេជ្ជបញ្ជាដែលបានណែនាំជួយបង្កើនអត្ថប្រយោជន៍កាន់តែប្រសើរ